អូខេបងអូនទាំងអស់គ្នាថ្ងៃនេះគឺមានការតាំងពិព័រណ៍ផលិតផលខ្មែរយើងតែម្ដងនៅឲ្យកោះពេជ្រចំនួន3ថ្ងៃហ្នឹងថ្ងៃទី1ថ្ងៃ26 27 28ហើយខ្ញុំទៅនេះគឺថ្ងៃទី1ថ្ងៃ26ថ្ងៃហ្នឹងតែម្ដងបងអូនអញ្ចឹងបងអូនអាចទៅបាននៅថ្ងៃស្អែកនិងថ្ងៃអាទិត្យនៅ2ថ្ងៃទៀតណាហើយស្តង់តាំងពីពាន់គឺច្រើនមែនទែនបងអូនខ្ញុំថតនេះអត់បានអស់ទេខ្ញុំថតចោះទេហើយមនុស្សទៅច្រើនមែនទែនហើយសិតតែផលិតផលខ្មែរយើងទាំងអស់នៅក្នុងហ្នឹងហើយដូចបងអូនបានឃើញអញ្ចឹងនៅក្នុងវីដេអូហ្នឹងខ្ញុំថតចោះទេអត់បានអស់តែច្រើនមែនទែនពេលខ្លះមនុស្សច្រើនពេកពិបាកថតដល់បងអូនហើយនៅក្នុងហ្នឹងគឺវាមានសាឡាដមានទាំងបន្លែផ្លែឈើម្ហូបអាហារចំណីចំណុកសាប៊ូហ្នឹងគឺមានទាំងអស់បងអូនខ្ញុំថតអត់អស់ទេស្តង់ច្រើនហើយសំខាន់បាំងមនុស្សច្រើនមែនទែនគឺមានគ្រប់មុខហ្មងបងប្អូនមានទឹកឃ្មុំម្រេចកមានអីហ្នឹងគឺផលិតផលខ្មែរយើងទាំងអស់នៅក្នុងការតាំងពិព័រណ៍រយៈពេល3ថ្ងៃហ្នឹងណាអញ្ចឹងបងអូនអាចទៅលេងបានស្អែកហ្នឹងគឺ weekend សៅរ៍អាទិត្យតហើយបងអូនដើរហត់បាច់បារម្ភទេគឺនៅក្នុងហ្នឹងគឺមានលក់នំបញ្ចុកមានលក់ភ្លៅមាន់មានប្រហិតមានអីអញ្ចឹងទៅបងអូនអាចទិញញ៉ាំបានហើយគេមានតុកគេរៀបតុកឲ្យយើងអញ្ចឹងយើងអាចអង្គុយញ៉ាំបានអរគុណបងអូន